សិស្សានុសិស្សដែលមានវត្តមាននៅទីនេះជាទីរាប់អានខ្ញុំបានឈ្មោះលោកវុធាជាអ្នកសម្របសម្រួលលើដំណើរការនៃការប្រកួតជជែកដេញដោលមតិលើប្រធានបទដែលមានចំណងជើងថាទឹកក្រោមដីគឺជាធនធានដែលមានសុវត្ថិភាពសម្រាប់ប្រជាជនប្រើប្រាស់ដែលសមត្ថភាពចូលរួមប្រកួតមាន2ក្រុមគឺក្រុមស្របនិងក្រុមបដិសេធប្រធានបទខាងលើនេះបានដកស្រង់ចេញពីសៀវភៅផែនដីនិងបរិស្ថានវិទ្យាថ្នាក់ទី11ត្រង់ចំពុកទី2មេរៀនទី2ទឹកសាបដែលបោះពុម្ពផ្សាយឡើងនៅឆ្នាំ2010ក្នុងដំណើរការនៃការប្រកួតនេះមានគណៈកម្មការដាក់ពិន្ទុចំនួន4រូបដូចជាករុនិស្សិតមានច័ន្ទរោជាគ្រូដឹកនាំការប្រកួតករុនិស្សិតអៀងលក្ខិណាករុនិស្សិតប៉ាន់កែវករុនិស្សិតវឿនស៊ីមគួយក្នុងនោះក៏មានការចូលរួមសង្កេតអំពីដំណើរការនៃការប្រកួតពីអ្នកគ្រូលឿនកុសលជាគ្រូត្រួតពិនិត្យអ្នកកម្មសិក្សាការីមកពីវិទ្យាស្ថានជាតិអប់រំផងដែរជាបន្តខ្ញុំសូមជម្រាបលក្ខខណ្ឌនៃការប្រកួតអ្នកឡើងបកស្រាយមុនគេធ្វើសេចក្តីចាប់ផ្ដើមនិងបកស្រាយចល័យកទី1មានរយៈពេល6នាទីអ្នកឡើងទី2បកស្រាយចល័យកទី2មានរយៈពេល5នាទីអ្នកឡើងទី3បកស្រាយចល័យកទី3មានរយៈពេល5នាទីសំណួរនិងចម្លើយទៅវិញទៅមកមានរយៈពេល10នាទីចុងក្រោយអ្នកនិយាយសរុបចល័យកចុងក្រោយមានរយៈពេល4នាទីសរុបមកការបកស្រាយមានរយៈពេល30នាទីសូមក្រុមគូប្រកួតទាំងពីរមេត្តាត្រៀមខ្លួនឲ្យបានរួចរាល់និងសួរត្រឡប់មកវិញប្រសិនមានចងល់ពីលក្ខខណ្ឌនៃការប្រកួតនេះជួយទៅដល់ហើយណាសូមក្រុមស្របឡើងបកស្រាយចល័យកទី1និងមានរយៈពេល6នាទីចាប់ផ្ដើមទឹកគឺជាធនធានសំខាន់ទឹកគឺជាធនធានសំខាន់សម្រាប់ជីវិតមនុស្សសត្វនិងរុក្ខជាតិដែលមិនអាចខ្វះបានបើយើងពឹងផ្អែកតែទៅលើទឹកលើផ្ទៃដីតែមួយមុខមិនអាចបំពេញតម្រូវការរបស់មនុស្សបានទេបាទហេតុនេះហើយទើបទឹកលើផ្ទៃដីដើរតួយ៉ាងសំខាន់ប៉ុន្តែអង្គវេទិកាទាំងមូលជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូសមាជិកក្រុមនិងសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះផងដែរនាងខ្ញុំឈ្មោះចន្ទថាសិនណែនមកពីក្រុមស្របជាសិស្សនៃវិទ្យាល័យហ៊ុនសែនរតាសេកណាជាសិស្សថ្នាក់ទី11ដេថ្ងៃនេះនាងខ្ញុំឡើងមកគាំទ្រនៅប្រធានបទមួយនិយាយថាទឹកគឺជាធនធានសំខាន់សម្រាប់ជីវិតរបស់មនុស្សទឹកគឺជាធនធានសំខាន់ដែលមានសុវត្ថិភាពសម្រាប់ប្រជាជនប្រើប្រាស់ដើម្បីជាស្ពានឈានមេត្រីដល់ការបកស្រាយនៅប្រធានបទខាងលើឲ្យបានក្បោះក្បាយជួបចិត្តដិតអារម្មណ៍ថែមទៀតនោះអនុញ្ញាតឲ្យនាងខ្ញុំបកស្រាយនៅពេលពន្លឺមួយចំនួនជាមុនសិនទឹកសាបក្រោមដីគឺជាទឹកដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដីដែលបានមកពីទឹកភ្លៀងជាតិចូលទៅក្នុងដីទៅបំពេញចលុករហែងដីធនធានគឺជាការប្រើប្រាស់ដោយគ្មានបញ្ហាអ្វីបើយោងទៅតាមបច្ចនានុក្រមរបស់ស្ដេចព្រះសង្ឃរាជជួនណាមានន័យថាការមានសេចក្តីសុខការប្រើប្រាស់ដោយគ្មានបញ្ហាអ្វីធនធានមានន័យថាទ្រព្យសម្បត្តិរបស់ផ្សេងដែលគង់នៅដូចនេះប្រធានខាងលើមានន័យជារួមថាការប្រើប្រាស់ដោយមានសុវត្ថិភាពនិងគ្មានបញ្ហាអ្វីនាពេលនេះអនុញ្ញាតឲ្យនាងខ្ញុំបកស្រាយនៅតល័យកទី1យ៉ាងណាមិញដើម្បីគ្រប់គ្រងនៅប្រធានបទខាងលើនាងខ្ញុំមានតល័យកសំខាន់ចំនួន3គឺតល័យកទី1និយាយពីការប្រើប្រាស់ទឹកក្រោមដីតល័យកទី2និយាយពីសុវត្ថិភាពទឹកក្រោមដីតល័យកទី3និយាយពីជាតិរ៉ែដែលមាននៅក្នុងទឹកសាបក្រោមដីនៅភ្នំគូលែននាពេលនេះអនុញ្ញាតឲ្យនាងខ្ញុំបកស្រាយនៅតល័យកដូចតទៅជាការពិតណាស់ការប្រើប្រាស់ទឹកក្នុងដីគឺជាការប្រើប្រាស់ទឹកដែលមាននៅក្នុងប្រព័ន្ធដីដើម្បីបំពេញតម្រូវការផ្សេងរបស់មនុស្សសម្រាប់ការរស់នៅប្រចាំថ្ងៃទឹកក្រោមដីសំដៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដីมันបង្កហានិភ័យព្រោះវាមានការបំពុលតិចតួចបើធៀបទៅនឹងទឹកលើផ្ទៃដីបើយោងទៅតាមអាជ្ញាប័ណ្ណ
CCDYND ពី0នៅថ្ងៃទី31 ខែមីនាឆ្នាំ2015បានឲ្យដឹងថាប្រជាជនជាច្រើនបានប្រើប្រាស់ទឹកក្នុងដីដោយសារនៅឆ្នាំនោះមានការបំពុលជាច្រើននៅលើទឹកលើផ្ទៃដីប្រជាជនបានបូមទឹកក្រោមដីយកមកប្រើប្រាស់ដើម្បីបំពេញការរស់នៅប្រចាំថ្ងៃធានទឹកបើយោងទៅតាមធនធានទឹកបើយោងទៅតាមច្បាប់ធនធានទឹកបានអនុម័តនៅឆ្នាំ2007បានឲ្យដឹងថាប្រជាជនបានប្រើប្រាស់ទឹកសម្រាប់ការរស់នៅប្រចាំថ្ងៃដូចជាប្រើប្រាស់ក្នុងផ្ទះបាយបរិភោគនិងសម្អាតมือเมาจัดหัวอดลึกบุญตีសរុបទឹកក្រោមដីគឺជាទឹកដែលប្រើប្រាស់បានដោយសុវត្ថិភាពមិនបង្កហានិភ័យទូទាំងពិភពលោកជាចុងក្រោយនាងខ្ញុំសូមជាចុងក្រោយនាងខ្ញុំសូមបញ្ចប់ការបកស្រាយដូចតទៅសូមគោរពនេះច្រឡំសូមក្រុមបរិស័ទឡើងបកស្រាយចល័យកទី1មានរយៈពេល6នាទីចាប់ផ្ដើមលើកអីបើសិនជាទឹកសាហាវដីមានសារៈសំខាន់ដូចនេះហាក់បីបានចូលទៅលើពិភពលោកទាំងមូលមិនខំផ្អែកទៅលើទឹកក្រោមដីតែមួយមុខទៅវាឈប់ជាមួយរដ្ឋាភិបាលមកពីក្រុមបដិសេធថ្ងៃនេះយើងចូលមកបកស្រាយលើកតិកទី1គុំសម្រាប់សាថ្មីអត់គ្រូថ្ងៃនេះអ្នកខ្ញុំមកបកស្រាយនៅចល័យកទី1គុណភាពចុងសម្រាប់ទឹកក្រោមដីគុណភាពចុងសម្រាប់ទឹកក្រោមដីគឺមានន័យថាគុណភាពនិងស្ថានភាពទឹកក្រោមដីជាការពិតណាស់ទឹកក្រោមដីគឺជាទឹកដែលបរិសុទ្ធដែលអាចប្រើប្រាស់បានជាទឹកដែលអាចប្រើប្រាស់បានដោយមិនបានចម្អិនបានប៉ុន្តែទឹកក្រោមដីនេះដែរក៏មានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងសុវត្ថិភាពដល់ប្រជាជនយ៉ាងខ្លាំងណាស់ដែរផលប៉ះពាល់នេះដែរបណ្ដាលមកពីសកម្មភាពរបស់មនុស្សដែលមានឥទ្ធិពលទៅលើទឹកនេះតាមរយៈការបំពុលនិងការប្រើប្រាស់ជីគីមីទៅលើផ្ទៃដីនៅក្នុងចល័យកទី1នេះដែរនាងខ្ញុំមានពីកថាធំមកបកស្រាយគឺកត្តាទី1ការបាត់បង់ទឹកក្រោមដីបណ្ដាលមកពីសកម្មភាពរបស់មនុស្សមួយចំនួនតាមរយៈការធ្វើកសិកម្មការជីករ៉ែនិងការខូចយកព្រៃកាត់ដែលបានចោលការសំណល់ទៅលើផ្ទៃដីដែលបានជ្រាបចូលទៅក្នុងដីដែលបណ្ដាលឲ្យប៉ះពាល់ទៅដល់ទឹកក្រោមដីយ៉ាងធ្ងន់ធ្ងរដូច្នេះទឹកសាបក្រោមដីមិនមានសុវត្ថិភាពនិងមិនអាចប្រើប្រាស់បានតាមចំណូលចិត្តនិងទូលំទូលាយបានទេកត្តាទី2ស្ថានភាពទឹកក្រោមដីទឹកត្រូវបានបំពុលនិងធ្វើឲ្យកខ្វក់ដោយសារជាតិគីមីជាតិគីមីនិងសារធាតុជាធម្មជាតិគឺសារធាតុអាសេនិកដែលវាធ្វើឲ្យមនុស្សកាលណា
ប្រើប្រាស់ទឹកនឹងជាប្រចាំជាច្រើនជាញឹកញយគឺធ្វើឲ្យពួកគាត់មានការពុកថ្មិញនិងការពុកឆ្អឹងខ្នងនិងការមានចំណុចពណ៌ត្នោតនៅថ្មិញជាដើមដូច្នេះទឹកក្រោមដីគឺជាទឹកដែលមិនមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់បាននោះទេទោះបីជាមានអំណះអំណាងបញ្ជាក់ថាទឹកក្រោមដីគឺជាទឹកដែលសំខាន់យ៉ាងណាក៏ដោយក៏ទឹកនេះมันមានសុវត្ថិភាព 100% ទៅដល់ការប្រើប្រាស់របស់ប្រជាជននៅលើពិភពលោកទាំងមូលនោះដែរសរុបមកនាងខ្ញុំសូមបញ្ចប់ត្រឹមនេះសូមអញ្ជើញក្រុមស្របឡើងបកស្រាយចលនាទី2មានរយៈពេល5នាទីសូមចាប់ដើមប្រើដែលមានសុវត្ថិភាពប្រើដែលមានទំនុកចិត្តការប្រើប្រាស់ទឹកនេះហើយគឺជាការប្រើទឹកក្នុងដីការប្រើប្រាស់ទឹកក្នុងដីគឺជាការគឺជាមានសុវត្ថិភាពបំផុតក្នុងការប្រើប្រាស់ទឹកក្នុងដីអាចជួយទ្រទ្រង់ទៅដល់ជីវិតនិងមនុស្សជុំវិញពិភពលោកបាននេះហើយគឺជាទឹកក្នុងដីជាការចាប់ផ្ដើមនេះខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះទឹកសាបក្រោមដីគឺជាទឹកដែលមានធនធានបំផុតសម្រាប់មនុស្សដែលអាចពឹងផ្អែកទៅលើវាបានទឹកសាបក្រោមដីគឺជាទឹកដែលមានគុណភាពល្អនិងខ្ពស់វាមាននីតិសម្រាប់ការជួយទ្រទ្រង់និងអាចធ្វើឲ្យមនុស្សទាំងអស់អាចពឹងផ្អែកទៅលើវាបានដើម្បីថែរក្សានិងការពារទឹកក្រោមដីដែលមានប្រយោជន៍នេះយើងគួរតែចូលរួមថែរក្សាទាំងអស់គ្នាក្នុងការចូលរួមការថែរក្សាទឹកក្រោមដីយើងរួមមានការថែរក្សាទាំងអស់នេះឲ្យបានខ្ជាប់ខ្ជួនទឹកក្រោមដីដែលមានប្រយោជន៍ទាំងអស់នេះឲ្យបានគង់វង្សយូរអង្វែងដោយផ្អែកនៅក្នុងតម្រូវការអនុវត្តយ៉ាងប្រុងប្រយ័ត្ននិងការដោយប្រើប្រាស់ទៅចំណេះដឹងទឹកសាបក្រោមដីគឺជាទឹកដែលទឹកសាបក្រោមដីគឺជាទឹកដែលធ្វើឲ្យគុណភាពទឹកក្រោមដីមានភាពសុទ្ធល្អហើយស្អាតជាងទឹកដែលទឹកប្រើប្រាស់នៅលើដីធៀបទៅនឹងទឹកលើដីដែលកំណើតវត្តទឹករបស់វត្តទឹកភាគច្រើនម៉ូលេគុលទឹកហួតទៅលើម៉ូលេគុលទឹកដែលពន្លឺព្រះអាទិត្យចាំងមកលើផ្ទៃសមុទ្រហើយវាអាចហួតឡើងទៅលើហើយវាហួតយកតែម៉ូលេគុលទឹកទៅតែប៉ុណ្ណោះហើយវាធ្លាក់មកវិញក្រោមជាទម្រង់ទឹកភ្លៀងហើយទឹកភ្លៀងតែនេះហើយដែលធ្លាក់ចុះមកជាទម្រង់ទឹកភ្លៀងទម្រង់ព្រិលហើយធ្លាក់ចុះមកពាក់កណ្ដាលហូរទៅផ្ទៃសមុទ្រទន្លេបឹងបួឯមួយចំណែកទៀតនៅលើផ្ទៃដីហើយវាអាចហួតចូលទៅក្នុងផ្ទៃដីបានហួតចូលទៅលើផ្ទៃដីបានហើយក៏ហួតទៅលើផ្ទៃដីហើយដល់ពេលដែលវាហួតទៅលើផ្ទៃដីសិលា
វាមានមុននឹងបានទឹកស្អាតនេះមកប្រើគឺវាហួតចូលមានស្ទាប់សិលាមានស្ទាប់ម៉ូលេគុលតូចមេរោគដែលអាចធ្វើឲ្យវាมันអាចមេរោគមួយចំនួនជ្រៀតចូលបានជាបើយោងទៅតាមក្រសួងសុខាភិបាលធនធានទឹកនិងឧតុនិយមបើយោងទៅតាមក្រសួងធនធានទឹកនិងឧតុនិយមឲ្យការថាការប្រើប្រាស់ទឹកក្នុងដីមានអត្ថប្រយោជន៍ណាស់ព្រោះវាអាចប្រើប្រាស់បានទាំងរដូវប្រាំងនិងរដូវវស្សាផងដែរជាកិច្ចបញ្ចប់ខ្ញុំសូមអរគុណដែលបានបកស្រាយដែលស្ដាប់នេះខ្ញុំបកស្រាយបានបកស្រាយមកទៀតសូមគោរពអញ្ជើញក្រុមបដិសេធឡើងបកស្រាយចល័យកទី2មានរយៈពេល5នាទីចាប់ផ្ដើមដែលមានសារធាតុគីមីក៏អាចបណ្ដាលឲ្យមានការប៉ះពាល់ដល់សុខភាពផងដែរយោងតាមការស្រាវជ្រាវរបស់ខ្ញុំបានស្រាវជ្រាវឃើញសារធាតុជាគីមីជាច្រើនប្រភេទដែលស្ថិតនៅក្នុងទឹកសាបក្រោមដីតែខ្ញុំលើកយកតែ3ចំណុចប៉ុណ្ណោះមកបកស្រាយដែលអាចបណ្ដាលប៉ះពាល់ដល់សុខភាពខ្លាំងទី1សារធាតុអាស៊ីតសូហ្វូរិកត្រូវបានរកឃើញដោយលោក Robert Boyle នៅឆ្នាំ1670ដោយលោកគឺជាអ្នកវិទ្យាសាស្ត្រគីមីវិទ្យាដែលលោកបានអះអាងថាអាស៊ីតសូហ្វូរិកស្ថិតក្នុងទឹកកាលណាត្រូវបរិភោគចូលក្នុងសារពាង្គកាយអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារខូចខាតនិងធ្វើឲ្យប្រព័ន្ធសាច់ដុំមានការរមាស់រលាកនឹងការកើនឡើងអាស៊ីតសូហ្វូរិកច្រើននៅក្នុងឈាមក៏អាចបណ្ដាលបាត់បង់ជីវិតផងដែរទី2សូយ៉ូមសូយ៉ូមត្រូវបានរកឃើញដោយលោក Humphrey Davy នៅឆ្នាំ1507ដោយលោកជាអ្នកវិទ្យាគីមីដែលបានបង្ហាញពីផលប៉ះពាល់នៃសូយ៉ូមមាននៅក្នុងបរិមាណទឹកច្រើនក៏អាចធ្វើឲ្យមានសម្ពាធឈាមអាចធ្វើឲ្យបាត់បង់ជីវិតក្នុងករណីដែលមនុស្សមានជំងឺបេះដូងផងដែរទី3សារធាតុសានេតិកសារធាតុអាសេនិកត្រូវបានរកឃើញដោយលោកប៉ារ៉ាសេសនៅឆ្នាំ1538ដោយលោកជាអ្នកកំណត់សារធាតុពុលប្រចាំថ្ងៃនិងបង្ហាញពីផលប៉ះពាល់របស់សារធាតុអាសេនិកមានក្នុងបរិមាណទឹកច្រើនបង្កើតឲ្យមានមហារីកនិងប៉ះពាល់ដល់អាយុជីវិតមនុស្សធ្ងន់ធ្ងរជាចុងក្រោយខ្ញុំបាទសូមអរគុណចំពោះលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិរួមគ្នាអរគ្នាបានស្ដាប់ការបកស្រាយរបស់ខ្ញុំសូមគោរពអញ្ជើញក្រុមស្របឡើងបកស្រាយចល័យកទី3ដែលមានរយៈពេល5នាទីសូមចាប់ផ្ដើមអង្គវេទិកាទាំងមូលជាទីគោរពអ្វីដែលមិត្តក្រុមបដិសេធបានលើកឡើងវាគ្រាន់តែជាផ្នែកតូចប៉ុណ្ណោះប្រសិនបើយើងមិនទាញយកទឹកក្រោមទឹកមកប្រើប្រាស់តើបានអ្វីគ្រប់គ្រប់គងដល់ប្រជាជននៅក្នុងពិភពផែនដីបរិមាណទឹកសាបលើផែនដីមានបរិមាណរហូតដល់ 30.1% និង 0.3% ជាទឹកសាបលើផ្ទៃដីទឹកសាបលើផ្ទៃដីមានចំនួនតិចជាងទឹកសាបក្នុងដីបើយើងមិនព្យាយាមស្វែងរកវិធីក្នុងការចម្រាញ់យកទឹកក្រោមដីមកប្រើប្រាស់តើពឹងផ្អែកទៅលើទឹកទៅលើផ្ទៃដីតើយើងអាចគ្រប់គ្រងដល់ប្រជាជនទាំងមូលបានទេអស់វិការទាំងមូលជាដំបូងបើជាបទថោខ្ញុំបាទឈ្មោះសុកឌីណាមកក្រុម
ស្របបានមានកិត្តិយសមកបកស្រាយគ្រប់គ្រងវិធានបទខាងលើដែលបាននិយាយថាអរគុណទៅដល់អង្គវិទ្យានិងជាបឋមខ្ញុំបានសូមជម្រាបដល់អង្គវិទ្យាទាំងមូលនិងមិត្តរួមនឹងមិត្តក្រុមបរិស័ទជាទីស្រឡាញ់ខ្ញុំបានធ្វើសូមឌីណាមកបកសិទ្ធខ្លាំងមែនទែនដែលបានមកបកស្រាយទិលហេកទី2ដែលបាននិយាយថាទឹកសាបក្រំដីលើភ្នំកូលែនជាតិរ៉ែទឹកសាបក្រំដីលើភ្នំកូលែនទឹកធម្មជាតិដែលបានលើចេញពីភ្នំកូលែនហើយផលិតបានជាទឹកប្រើប្រាស់សពថ្ងៃដែលពួកយើងតែងតែយល់ច្រឡំថាជាទឹកដែលគេយកមកពីទឹកជ្រោះភ្នំកូលែនតាមពិតទៅទឹករ៉ែធម្មជាតិនេះត្រូវគេបានគេបូមយកពីក្រោមដីដែលមានជម្រៅ80ម៉ែត្រយោងតាមបទសម្ភាសន៍របស់ថ្មីដល់ថងជាមួយនឹងលោកសុខេបានបញ្ជាក់ថាទឹកសាបក្រោមដីមានគុណភាពល្អនិងមានជាតិរ៉ែជាច្រើនសម្រាប់ជួយដល់សារពាង្គកាយមនុស្សជាតិរ៉ែទាំងនោះមានដូចជាកាសូមម៉ាញ៉េសូមប៉ូតាស្សូមនិងស៊ីលីកាដែលមានបរិមាណសមស្របដែលអាចជួយដល់សារពាង្គកាយមនុស្សដូចជាសរសៃប្រសាទសាច់ដុំនិងបេះដូងមិនត្រឹមតែប៉ុណ្ណោះទឹកអូកូឡេនដែលមាននៅក្នុងទឹកអូកូឡេនដែលមាននោះមាន pH រហូតដល់ 1.7 ទៀតផងដើម្បីឲ្យមានសុវត្ថិភាពនិងការប្រើប្រាស់ទឹកឲ្យមានការដំណើរគុណភាពល្អផងនោះក្រុមហ៊ុនអូកូឡេនបានបញ្ជាក់ថាក្រុមហ៊ុនបានត្រួតពិនិត្យទឹកជារៀងរាល់មួយខែម្ដងនៅក្រុមហ៊ុនផ្ទាល់និងរៀងរាល់មួយឆ្នាំម្ដងនៅប្រទេសសិង្ហបុរីបើប្រៀបធៀបជាមួយទឹកលើផ្ទៃដីទឹកដែលលើផ្ទៃដីមានមិនសូវមានជាតិរ៉ែនិងមានការបំពុលច្រើននិងមានមេរោគជាច្រើនដូចជាទឹកធម្មតាដែរជាកិច្ចចុងក្រោយខ្ញុំបានសូមដំណើរឲ្យមនុស្សគ្រប់រូបដែលត្រូវចេះទាញយកនិងប្រើប្រាស់ទឹកដែលមានជាតិរ៉ែសម្រាប់សារពាង្គកាយរបស់យើងដើម្បីជួយថែរក្សាសុខភាពរបស់យើងព្រោះយើងទាំងអស់គ្នាសុទ្ធសឹងតែជាសសរទ្រូងនៃប្រទេសជាតិជាទីបញ្ចប់ខ្ញុំនៅតែប្រកាន់គោលចំហយ៉ាងរឹងមាំសម្រាប់ការគ្រប់គ្រងប្រធានបទខាងលើសូមអរគុណសូមគោរពលឺចេះសូមគោរពអញ្ជើញក្រុមបដិសេធឡើងមកបកស្រាយទិល័យកទី3ដែលមានរយៈពេល5នាទីសូមចាប់ដែរគ្រូអានឹងហៅយើងអានឲ្យគេសរុបសិនហើយ គេប្រសាជាជាបាននេះខ្ញុំសួរយាយនេះមកពីផ្នែកឲ្យចាំទៅសរុបមកពីក្រុមបដិសេធបាទមកបកស្រាយតាមតែកទី3បានឲ្យគេប្រកបខ្ញុំបដិសេធទៅក្រុមស្របថាទឹកនៅក្នុងដីគឺមិនបានចាត់ទុកជាធនធានធម្មជាតិសម្រាប់ប្រើប្រាស់នោះទេការប្រើប្រាស់ទឹកក្នុងដីក៏ខុសពីពលរដ្ឋសុខភាពយ៉ាងណាដោយបានជួយដោយសារតែទឹកក្នុងដីមានសារធាតុគីមីនិងcũng chia của hội thế này tiếp rồi dùng rồi một trăm phát một bàn thuộc án chia của hội là sàn rồi cái này như là thuốc mà là ông xử lý rút xử lý rút tôi chia rồi bao nhiêu một sàn tôi chia được một đôi con mình một điều quan trọng nhất bây giờ thì tôi biết như là làm được chia thuốc thuốc tôi cho hàng tuần rồi yên nhé và miền chiêm tôi không bài nữa thật sốc đó tôi trồng ao tôi ao của nàng thứ hai là nào người biết vì lúc đối chiều vì lúc tôi chia mạnh hay chụp bó đạt một con từ địa cái đối chiều rồi bỏ vì lúc đặt vào ăn người hiểu đủ về đó ta thấy là ta là gì về đó ta thấy hiện sang sự đoàn thành và một bộ ăn nhé và nhà sự bộ đấu tư từ thống tập
តើនេះជាបុព្វធម៌សាដែលយើងបានសម្អាតនិងស្អាតជាបន្តបន្ទាប់ជាវគ្គសំណួរចម្លើយរវាងក្រុមស្រុកនិងក្រុមបដិសេធក្រុមត្រូវមានសំណួរ3សំណួរនិងចម្លើយ3សម្រាប់ឆ្លើយនិងមានរយៈពេល10នាទីសូមចាប់ផ្ដើមនាងខ្ញុំសូមសួរទៅកាន់មិត្តក្រុមបដិសេធថាបើមិត្តគិតថាទឹកសាបក្រោមដីមានការបំពុលច្រើនចុះបើនៅរដូវប្រាំងមិត្តគិតថាទឹកលើដីអាចផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនបានគ្រប់គ្រាន់ដែរឬទេខ្ញុំសូមសួរទៅកាន់មិត្តក្រុមបដិសេធថាបើមិត្តគិតថាទឹកសាបក្រោមដីមានការបំពុលច្រើនចុះបើនៅរដូវប្រាំងតើមិត្តគិតថាទឹកលើផ្ទៃដីអាចបំពេញតម្រូវការរបស់ប្រជាជនបានគ្រប់គ្រាន់ដែរឬទេអរគុណសម្រាប់សួររបស់សួរមកថាទឹកក្នុងលើទេđấyគេថាទីមួយសាវាបំពេញតម្រូវការស្មានទេសុខសាយថាវាពីបានតែតែទឹកក្នុងដីនេះវាមានទៅរបស់ហើយទឹកក្នុងដីវាមានគឺវាមានសារលពោទៅដល់របស់អ្នកតែមានកម្មពលលើកងទៅលើកងទៅយើងនិយាយទៅទៅទេមែនទឹកសួរលើទឹកដីមែនលើទឹកក្នុងដីមានថាបំពុលច្រើនណាស់ទេគាត់ឆ្លើយទៅឥឡូវនិយាយឥឡូវសុំសំណួរច្បាស់លាស់ទៀត ông sơ thai và bạn tân thai đã sang năm đấy thì thai là cô thai có bao nhiêu lần đang bạn tân thai các người đây đấy ai cùng trong mình dương trời vô các mình đây một trăm rảnh trong mình dương trời vô các mình đây một trăm អរគុណសម្រាប់សំណួរមិត្តបានសួរថាទឹកនៅលើផ្ទៃដីតើនៅពេលដែលមានការគួតហែងតើវាមានតម្រូវការគ្រប់គ្រាន់សម្រាប់ប្រជាកសិករដែរទេអរគុណសម្រាប់សំណួរខ្ញុំសូមឆ្លើយថាទឹកនេះគឺវាមិនមានការគ្រប់គ្រងគ្រប់គ្រាន់នៅគឺកសិកម្មទេដោយសារតែទឹកលើផ្ទៃដីត្រូវបានគួតហែងចូលទៅក្នុងទឹកក្នុងដីហូរតាមរយៈស្នាមប្រេះហើយនឹងស្នាមប្រេះនិងប្រហោងដែលវាមាននៅក្នុងផ្ទៃដីហើយនេះហើយទៅកសិករហើយបើជាកសិករគេទឹកលើផ្ទៃដីមិនមានគ្រប់គ្រាន់ក្នុងការប្រើប្រាស់ទៅលើទឹកសម្រាប់អាជីវកម្មនិងឧស្សាហកម្មទេសំណួរមួយណាបងសំណួរមួយណាបងខ្ញុំចង់សួរថាតើមិត្តដឹងថាទឹកនៅក្នុងផ្ទៃដីពុំពេញត្រូវជាពូនតើយើងនៅតែបន្តប្រើប្រាស់វាដោយមិនមានការចំអិនតទៅមុខទៀតដែរទេហេតុអ្វីតកម្មដីក្រុមខ្ញុំក្រុមបាសាចង់សួរថាតើយើងនៅតែបន្តបរិភោគនិងប្រើប្រាស់ទឹកក្រោមដីដែរទេបើយើងដឹងថាទឹកក្រោមដីពុំពេញដោយជាពុលហើយសូមលើកមូលហេតុដែលយើងមិនត្រូវប្រើប្រាស់ទឹកក្រោមដីបន្តទៀតយើងអាចប្រើប្រាស់ទឹកក្នុងដីបន្តទៀតដោយប្រើវិធីសាស្ត្រផ្សេងៗតាមបែបវិទ្យាសាស្ត្រដូចជាការចម្រោះទឹកការយកទឹកទៅដាំហើយនឹងការចម្រាញ់ទឹកតាមបែបវិទ្យាសាស្ត្រផ្សេងៗទៀតមានអីបន្ថែម
ខ្ញុំសូមបន្តឲ្យមិត្តរួមក្រុមរបស់ខ្ញុំបន្ថែម Con sầm một tay xong xua mật thả ta trong và thiên bót cái ban vậy tờ lơ tắc lơ trong đây tái mất ban xua tờ lơ tắc lơ tay đấy sầm một pi đòn hói sầm một mất xua ban xua chỉ mua là hai với ban chia ba tắc lơ tay đấy miên đầm ra miên ba mà miên tắc lơ tay đấy đầm mà miên đầm ra vì mình một bên đôi cao hói vô không tắc một pin nào xua mà thầm mất số sầm nôn đấy cứ chia sầm nôn bài sai bài ta hỏi vô bậc trong slide cứ trong slide tới chia sầm nôn sọp này vô mất JP tắc lâm đây hỏi mất xua ta vô tôi giúp không tắc mau bên nào bây giờ tắc lâm tay không tay nước không đấy cứ tắc nước không đấy nó cứ bị sa thiệt pol vô một làm ra ada sầm nôn đầu tiên nhưng mà vô sầm nôn xưa tao ba cái tay thay đã tăng tật chị mà một thằng thay đã tăng tật cầm đây nữa ta tật lực tẩy đấy nhận được mình bà đi số cho mình ba cái tay với cái tay ba tật cầm đây ta tật lực đấy viêm miền học cho tật lưới viêm miền học cho tật lưới cả cái cắm ở đây được ở bên thành việt đi số chấm số một sao bắt điอะไรยังทรงสูมาถ่าตาบอยเยอะก็ตะไทยแต่ซาตะกรองได้หนูตาตะเริ่มได้มีพอไปย้อยตะดอปัจจัยการสกอร์ที่ได้หรือเต้บอยเยอะก็แต่บอยเยอะก็แต่ก็มีพอไปย้อยตะกรองได้ยังทรงสูมาถ่าบ้าเยอะก็แต่เรียซานั่งแต่ซาตะกรองได้นั่งปราบปรามในตะกรองได้ตาตะเริ่มได้มีพอไปย้อยตะดอกการสกอร์ที่อ้อยบอยเยอะก็แต่ดาวตะเลิกตะกรองได้สดแต่หนูท่าตะกรองได้คือจีบผมตะได้ไม่บอยสดตาตะเริ่มได้vì chia đồng đời ca bo cả thì bao dương pra tật lên tay đầy tật không đầy
តាសំណួរមើលបាន